បាទរឿងរ៉ាវក្លឹបរបស់Arsenal ក៏ដូចជាក្លឹប Real Madrid អ្នកថ្មីចូលហើយអ្នកចាស់ក៏ត្រូវតែវាយចេញ នោះមានន័យថា Real Madrid នឹងលក់ Vinicius Junior ចេញហើយនឹងនាំយកកីឡាករថ្មីមួយសញ្ជាតិកូឌីវូបាទតម្លៃដូចជាទន់ទេ100ជាងដែរណាបងប្អូនហ្នឹងហើយអញ្ចឹងមានន័យថាអ្នកថ្មីចូលអ្នកចាស់គឺត្រូវតែចេញអញ្ចឹងគឺសម្រាប់ក្លឹប Arsenal គឺយកព្រមគ្រប់លក្ខខណ្ឌជាមួយនឹងតារាឆ្នើមរបស់ Real Madrid ស្លាប់ឆ្វេងគឺ Vinicius Junior បាទ Vinicius Junior គឺយកមកចាប់ដៃគូជាមួយនឹងសាកានៅស្ដាំ Junior ឆ្វេងបាទអញ្ចឹងឃើញថាកដាលវាមិនទាន់ទេសម្រាប់ឆ្លាប់ឆ្វេងស្ដាំគឺបើសិនជា Junior មក Arsenal អូដុសស្លាប់ហ្មងហើយចំណែកខាង Real Madrid នោះវិញក៏មិនណយដែរគឺសម្រាប់កីឡាករដែលនឹងយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនក៏ដូចជាគេថាដូនីដែលជាកីឡាករនាំចូលពី RB Leipzig បាទសញ្ជាតិកូឌីវ៉ាឈ្មោះពេញគឺយ៉ានដៃម៉ាន់ឌីVinicius Junior នឹងចាក់ចេញពី Santiago Bernabeu យ៉ានឌីម៉ាន់ឌីនឹងចូលទៅជំនួសតំណែង Vinicius Junior បាទសម្រាប់លក្ខខណ្ឌជាមួយនឹង Arsenal គឺប្រាក់ខែ40,000 ផោន40,000 ផោនណាប្រាក់ខែហើយចំណែកតម្លៃក៏មិនក្រោម100ដែរបាទទិញចូល100លក់ចេញ100ដែរមកទៅហ្នឹងហើយនឹងឲ្យតែ Junior គេព្រមទៅ Arsenal គឺអូខេឃើញថា Real Madrid លក់ចេញទៅទ្រង់ទ្រាយធំដែរហ្នឹងហើយដូចជាកាម៉ាវិញកាអត់តងត្រាទេដែលវាព័ត៌មានលេចឮថា Man U នឹងត្រូវការនោះណាហ្នឹង Man U គេត្រូវការកាម៉ាវិញកាហើយនឹងទៅឈឹមម៉ាឌីដែលជាខ្សែការពារកដាលហើយចំណែកខាងបាសេឡូណាវិញគឺនៅតែតងចិត្តចង់បាន Julian Alvarez ប៉ុន្តែអត់មានលុយអើយអាណិតក្រហើយអត់បានទៅទៀតក្រហើយកីឡាករចង់ទៅប៉ុន្តែអត់មានលុយទិញបាទសម្រាប់កីឡាករមួយទៀតគឺអតីតកីឡាករ Real Madrid គឺ Luis Diaz បាទជាមួយនឹងប្រាក់ខែ20 លានអឺរ៉ូក្នុងមួយរដូវកាល20លាន25លានបាទ25លានមិនតិចសើចណា25លានដុល្លារតម្ដងសម្រាប់Luis Diaz ដែលបច្ចុប្បន្នលេងនៅក្លឹប Bayern Munich បាទត្រូវបានក្លឹប Al Hilal បាទស្នើខ្លួនមកគឺក្លឹបបាទអារ៉ាប៊ីសាអូឌីតបានផ្ទេរថ្លៃគឺ300លានអឺរ៉ូនៅរដូវកាលនេះត្រៀមខ្លួនរួចស្រេចដើម្បីផ្ដល់ជូនចន្លោះពី100ទៅ130លានអឺរ៉ូសម្រាប់ខ្សែបម្រើស្លាប់កូឡុំប៊ីរូបនេះបាទគួរបញ្ជាក់មកថាលុយឌីអាសនេះបាទជួយកូឡុំប៊ីច្រើនដែរនៅ FIFA Club World Cup ហើយក៏ជាBayern Munich អូសុទ្ធលោកព្យុះហ្មងឥឡូវនេះគឺបាទក្លឹប Al Hilal បាទកំពុងតែជាប់ស្នេហ៍លងស្នេហ៍បើអង់គ្លេសគេថាអីក្រាស់កំពុងតែលួចក្រាស់ណាហ្នឹងហើយ Arsenal លួចក្រាស់ Vinicius Junior Al Hilal ដែលជាក្លឹបមកពីរួមជាមួយនឹង Ronaldo Al Hilal នោះAl Nassr នោះគឺក្រាស់Diaz ហើយ Man U នោះលួចក្រាស់កាម៉ាវិញកាអញ្ចឹងចាំមើលថាតើក្លឹបទាំង3ហ្នឹងហើយបាសេឡូណាយកពីក្រាស់Julian Alvarez ដល់ហើយ Alvarez ក៏ក្រាស់បាសេឡូណាដូចគ្នាប៉ុន្តែដោយសារបាសេឡូណាអត់មានលុយទិញបាទអត់មានលុយទិញអញ្ចឹងពិបាកដែរណាបងប្អូនដល់ពេលអត់មានលុយទិញរឿងពិបាកដែរអញ្ចឹងណាអូខេអញ្ចឹងព័ត៌មានក្រោយទៀតខ្ញុំនឹងនាំយកមកបញ្ជាក់បន្ថែមទៀត